តោះជំរាបសួរឈើហើយក៏ដូចជាសួស្តីអ្នកអរគ្នាអញ្ចឹងថ្ងៃនេះដែរខ្ញុំនឹងមក demo homework ឈើតាក់ទងជាមួយនឹង homework ទី3ហើយអញ្ចឹង homework ទី1 homework ទី2យើងបានធ្វើហើយអញ្ចឹង homework ទី3គឺនៅជាមួយនឹង Ansible តតែគាត់ថាយើងបង្កើត automate បង្កើតinstant automate បង្កើតម៉ាស៊ីន server នៅលើ Google Cloud យើងនឹងដែលប្រើប្រាស់ Ansible Playbook ហើយនឹង destroy លុបវាចោលដោយប្រើប្រាស់Ansible Playbook ដូចគ្នាយើង automate ដូចគ្នាគាត់ថានេះវានៅកម្រិតលក្ខខណ្ឌធម្មតាដោយសារច្រើនតាម advanced អញ្ចឹងយើងប្រើត្រឹម basic សិនអញ្ចឹងការបង្កើតតាមហ្នឹងវាមានជំរើស3ហើយជំរើសដ៏ស្រួលជាងគេហ្នឹងគឺយើងប្រើប្រាស់ជាមួយនឹងអឺ Service Account អញ្ចឹង Service Account គឺយើងចូលមករើវានៅក្នុង IAM admin អញ្ចឹង IAM admin ហ៎ Yeah អញ្ចឹងខ្ញុំក៏បានធ្វើមួយវាហើយដែរតែខ្ញុំ demo នេះគឺខ្ញុំធ្វើតាមគ្រូគឺប្រើប្រាស់នៅ ADC ហើយសម្រាប់ VIF ហ្នឹងគឺខ្ញុំអត់បានតេស្តដែរប៉ុន្តែ Service Account គឺខ្ញុំតេស្តហើយយើងចូលបង្កើត account យើងទៅបង្កើត key យក JSON file មកបាន file ហ្នឹងមកគឺយើងអាចបង្កើតវាបានហើយអញ្ចឹងខ្ញុំអត់បង្កើតទេអញ្ចឹងកន្លែងដែលខ្ញុំបាន demo ហ្នឹងឥឡូវខ្ញុំ intro តិចទៅនៅក្នុង NFS នេះអត់ទេ lab 2 នេះក៏អត់ដែរ lab 1 នេះគឺអត់ដែរអញ្ចឹងនៅក្នុង IAC អញ្ចឹងដោយសារតើខ្ញុំមានService Account ហ្នឹងខ្ញុំមានបញ្ហាមួយ Google OS ដើម្បីអញ្ចឹងខ្ញុំប្រើប្រាស់ជាមួយនឹង install Python នៅក្នុងហ្នឹងទៅដោយប្រើប្រាស់ Ansible tool ហ្នឹងហើយខ្ញុំបាន generate ចេញអីរៀងស៊ីជម្រៅដែរប៉ុន្តែអាហ្នឹងខ្ញុំធ្វើការជាមួយនឹង Service Account យើង Service Account យើងគ្រាន់តែមាននេះខ្ញុំ demo តិចទៅយើងគ្រាន់តែមានអាហ្នឹងមួយមកគឺយើងអាចធ្វើការជាមួយនឹងវាបានហើយដោយប្រើប្រាស់ Service Account ហ្នឹងអញ្ចឹងយើងមានតែអាហ្នឹងមកគឺយើងអាចប្រើមួយវាបានហើយអញ្ចឹងអូខេអញ្ចឹង homework យើងអានេះ template file ចិញ្ចាដើម្បីធ្វើ template ដើម្បីទៅបង្កើត INI file យើងហ្នឹង variable អានេះ config.ft អញ្ចឹងប៉ុន្តែនេះ Google Service Account របស់យើងគឺនៅក្នុងនេះអញ្ចឹងយើងមានតែអាហ្នឹងមួយមកគឺយើងប្រើបានហើយប៉ុន្តែគាត់ថាវា leak អញ្ចឹងណាអញ្ចឹងវាអត់សូវ safe អញ្ចឹងយើងដូរមកប្រើតាមគ្រូមកគឺប្រើតាម ADC ហ្នឹងអញ្ចឹងអឺដើម្បីធ្វើវាបានគឺយើងចូលមក homework របស់គ្រូ task 1អានេះ homework របស់គ្រូនៅក្នុងនោះគឺជា homework របស់គ្រូអញ្ចឹងយើងមាន inventory local របស់យើងមកដែលយើងមានម៉ាស៊ីន local របស់យើងហ្នឹងម៉ាស៊ីនខ្ញុំកំពុងតែប្រើហ្នឹង Jenkins ហ្នឹងតែមកចាស់ file គឺខ្ញុំមាន command 2សម្រាប់ run វាមកអានេះខ្ញុំ run អត់ចាំបាច់ដាក់ password ក៏បានដែរតែខ្ញុំធ្វើតាមឈើទៅដាក់ទៅអានេះមិនបាច់ដាក់ទេគឺវាដើរដូចគ្នាទេអញ្ចឹងនៅក្នុងនោះខ្ញុំមាន credential មួយអញ្ចឹង credential ហ្នឹងយើងទៅយកនៅណាអានេះបើតាមពិតទៅវាស្តៀងទៅនឹងអា service account ដែរប៉ុន្តែយើង generate ដោយប្រើ browser ដោយខ្លួនឯងទៅអញ្ចឹងដើម្បី generate វាបានខ្ញុំអត់បានកត់ command ទៀតហើយខ្ញុំអត់បានធ្វើឡើងវិញទេខ្ញុំគ្រាន់តែទៅរើមើល command ដែលប្រើមួយវាហ្នឹងគឺអីខ្លះទាំងអស់គ្នាចាំផ្លែតខ្ញុំគ្រាន់តែចង់សូកន្លែងហ្នឹងទៀតណាខ្ញុំអត់បានធ្វើចឹង command ដំបូងដែលយើងត្រូវដឹងហ្នឹងទី1គឺយើង update upgrade យើងមកតបមកទៀតអានេះ apt get ទេគឺយើងទៅ curl យកអា G cloud ហ្នឹងបន្ទាប់មកទៀតយើងទៅ G cloud CLI ហ្នឹងមកបន្ទាប់មកទៀតយើង install certificate វាមកបន្ទាប់មកទៀតយើង install keyring ដាក់ permission ដាក់អីចឹងទៅបន្ទាប់មកទៀតយើងទៅ curl របស់វាហ្នឹងមកបន្ទាប់មកទៀតយើងដាក់ permission ឲ្យវាមកបន្ទាប់មកទៀតយើង echo វាមើលមកតមកទៀតយើង update upgrade វាមួយសារទៀតទៅយើង install មួយសារទៀតទៅហើយយើង cache មើលមកថាវាមកអត់ចឹងទៅតមកអានេះ policy របស់វាទេយើងប្រើ set command ដើម្បី search មើលដូចយើងរៀន command ពីមុនចឹងតមកទៀតយើងឆែក version វាចឹងទៅចឹងនៅក្នុងហ្នឹងដូចជាអត់មានអីទេតមកទៀតអានេះជាកន្លែងសំខាន់ដែលយើងត្រូវទៅរើចឹងដំបូងមកឲ្យគឺយើងទៅ log in ចឹង log in បានហើយយើងទៅ copy អីដាក់ pass តាមវាមកបន្តមកទៀតគឺយើងទៅ log in យកអា authentication default របស់យើងនឹងយកមកប្រើអញ្ចឹងសួរច្រឡំអានេះគឺ application default មិញ command ខ្ញុំខុសអញ្ចឹងដើម្បីទៅរើវាបានគឺយើងទៅរើវានៅក្នុងកន្លែងមួយអញ្ចឹងកន្លែងហ្នឹងគឺកន្លែងហ្នឹងគឺវានៅក្នុង config ហ្នឹងហើយវានៅក្នុង G cloud នេះអញ្ចឹងនេះ file វាយើង copy path ទៅដាក់កន្លែងណាដែលសមគួរមកបន្តមកទៀតយើងក៏push វាទៅ
បែកវាអាចនឹងបែកធ្លាយអាហ្នឹងអញ្ចឹងដូចTelegram bot ខ្ញុំអត់បាន ignore វាgit គេ alert មកប្រាប់ថាអត់កើតទេកំពុះចឹងទៅចឹងបន្ទាប់មកទៀតអ្វីបន្ទាប់មកទៀតដែលយើងត្រូវដឹងគឺនៅក្នុងនេះគឺយើងមានអានេះគឺយើងបង្កើតហើយយើងមាន GCP instance ហ្នឹងសម្រាប់យើងមកមើលចឹងទៅអ្វីដែលយើងសំខាន់គឺយើង create ចឹង create destroy ស្រួលទេយើងបង្កើត create បាន destroy បានអញ្ចឹង create យើងមាន host យើងមាន become true ចឹងទៅនេះស្លាកសញ្ញារបស់ខ្ញុំចឹងទៅចឹង variable នេះមានអីគេ public path អីគេ ASH ខ្ញុំនឹងចឹងខ្ញុំមិនបាច់ដាក់ ASH ទេគឺវា auto ទៅហើយបន្តមកទៀតគឺ machine name ខ្ញុំបន្តមកទៀត Google បច្ចេក ID ខ្ញុំទៅរើណារើមកនេះ Google បច្ចេក ID បច្ចេកខ្ញុំអញ្ចឹង cloud ខ្ញុំប្រើ4នាក់អញ្ចឹងទៅមានទាំងអានមេលីងរតនាហើយខ្ញុំអញ្ចឹងទៅនេះ ID របស់ខ្ញុំហ្នឹង ID របស់ខ្ញុំបន្តមកទៀតខ្ញុំចូល service account path របស់យើងហ្នឹងទៅបើយើងប្រើ service account យើងដាក់ service account path អញ្ចឹងទៅហើយបន្តមកទៀតខ្ញុំមាន ADC file របស់ខ្ញុំយើង copy path វាយើងមកដាក់ឲ្យពេញមកបន្តមកទៀតអាកន្លែងនេះស្អីគេគឺខ្ញុំមានបញ្ហាតាក់ទងទៅជាមួយនឹង Python pipe 3ហ្នឹងអញ្ចឹងខ្ញុំបង្កើត variable 2ហ្នឹងមកបន្តមកទៀតខ្ញុំ update ធម្មតាខ្ញុំ slurp យក ASH យើងហ្នឹងយកទៅដាក់តែមកយើង register public key ហ្នឹងទៅហើយសម្រាប់ការ install អ្វីដែល require require នេះគឺដោយសារខ្ញុំconfig ខ្ញុំខុសគ្រូដោយសារខ្ញុំធ្វើអត់ដែរអញ្ចឹងខ្ញុំត្រូវ require ខ្ញុំត្រូវមានរបស់ទាំងអស់ហ្នឹងដើម្បីអាចធ្វើការតាក់ទងមួយ Google Off បានអញ្ចឹងទៅអញ្ចឹងខ្ញុំមានប៉ុណ្ណឹងមាន bootstrap មានអីអញ្ចឹងទៅមកជំនួយអញ្ចឹងទៅបន្តមកទៀតអានេះយើងមានអានេះមកតង់ទៀតដើម្បីជំនួយទៅអា block នេះគ្រាន់តែជា block តាក់ទងជាមួយនឹងខ្ញុំអត់ដើរជាមួយនឹង Python pipe 3ហ្នឹងនេះតើខ្ញុំមានអាហ្នឹងគ្រូមានតែ2នេះទេអញ្ចឹងខ្ញុំត្រូវថែមអានេះមួយទៀតដើម្បីអាចឲ្យដំណើរការបានអញ្ចឹងអានេះគ្រាន់តែជា config តាក់ទងមួយ error ទេហើយសម្រាប់ការបង្កើត instance យើងមាន module វានឹងមួយមកយើងមាន machine name អានេះយើងមានម៉ាស៊ីនរបស់យើងអានេះ zone យើងអានេះបច្ចេក ID យើងហៅពីលើមកបើយើងប្រើជាមួយ service account យើងប្រើអានេះទៅបើយើង Oscar យើងប្រើ application state present មកហើយយើងមាន meta data មកដើម្បីSH យើងយកទៅ decrypt អានេះ B64 នៅក្នុង Java decrypt encrypt យើងហ្នឹងហើយអានេះ status script ហ្នឹងយើង upgrade update install fish នៅលើម៉ាស៊ីនហ្នឹងមួយទៅហើយសម្រាប់ disk យើងមាន boot យើងមាន delete អញ្ចឹងសម្រាប់ image នេះបើសិនជាយើងដាក់តែប៉ុណ្ណេះគឺអត់ដើរទេអញ្ចឹងខ្ញុំដាក់អត់ដើរដោយសារខ្ញុំគ្រូប្រើ version 22ខ្ញុំ down version 24អញ្ចឹងអត់នៅតែអត់ដើរទៀតតយើងថែម AMD 64នេះបានវាដើរ design ប៉ុណ្ណឹងមក standard network interface របស់យើងមក access config តាម NAT ហើយអានេះបើក port HTTP HTTPS ហ្នឹង443អីចឹងទៅ port 80អីចឹងទៅនេះយើង register when true when false ហ្នឹងយើងដឹងហើយអានេះយើងត្រូវមាន environment ហ្នឹងបើសិនជាយើងធ្វើជាមួយ ADC តែបើយើងធ្វើមួយ service account គឺអត់មានទេអានេះយើងគ្រាន់តែ write GCP instance របស់យើងនៅក្នុង playbook ហ្នឹងមកទេហើយសម្រាប់ឥឡូវតោះយើងទៅ destroy ទៀតទៅចាំទៅទាំងអស់គ្នាអញ្ចឹង destroy អត់មានខុសគ្នាទេដូចតែគ្នាទាំងអស់ហ្នឹងអានេះ config ដដែលនេះគាត់ថែមមកអានេះគ្រាន់តែថែម config មិញទៅតែពីរហ្នឹងមកទាំងអស់នេះបិទចោលទៅហើយ remove នេះតាមពិត remove ហ្នឹងយើងមានតែ remove ប៉ុណ្ណនេះក៏ដើរដែរយើងមិនបាច់ដាក់ស្អីមកញ៉ៃញ៉ៃទៀតទេអត់អីទេ remove ហ្នឹងអញ្ចឹងដើម្បីទៅបង្កើត Google instance របស់យើងបានគឺយើងប្រើ just create អញ្ចឹងយើងចាំវា template ទៅដោយសារខ្ញុំដាក់ password ខ្ញុំមកដាក់ password គឺវាដើរដែរខ្ញុំរៀង late បន្តិចម៉ោង2ហើយមិនបាន submit ដោយសារខ្ញុំមានបញ្ហាមួយ Vagrant មួយ cloud ខ្ញុំ remote អត់ចូលខ្ញុំ install សារថ្មីទៅរៀងយកតែអត់ដល់ deadline ទេថ្ងៃហ្នឹងអត់ដល់ deadline ថ្ងៃសុក្រថ្ងៃហ្នឹងទៅថ្ងៃព្រោះនៅមួយថ្ងៃទៀតអញ្ចឹង submit ឲ្យហើយអញ្ចឹងចាំវាបន្តិចទៅហើយអានេះ bootstrap boot អីរបស់យើងហ្នឹងដើម្បីទៅ config pipe 3យើងបង្កើតមកអត់មាន warning ទេបាទ copy សេរីអញ្ចឹង slurping install bootstrap អីយ៉ាងមកអានេះដល់កន្លែងបង្កើត GCP instance អញ្ចឹងទៅអញ្ចឹងយើងអាចរៀនមើល error តាមហ្នឹងមកអានេះ command របស់យើង password អញ្ចឹងទៅ add get the fact អានេះ update ft slurp អីចឹងទៅ install create នេះមាន bootstrap ជំនួយអីចឹងទៅ install upgrade pipe create អញ្ចឹងយើង create បាន
chứ mà dương create បានយើងចូលមកអាយ៉ាយើងចូលមកថើក្រោយមួយមកក្រោយមួយទៀតយើង refresh អូមិនបាច់ refresh វាមកនេះ first demo របស់យើងហ្នឹងអញ្ចឹងយើងបង្កើត first demo នឹងបានហើយរបស់ US នេះ internal IP នេះ external IP របស់យើងអញ្ចឹង copy មួយខ្ញុំខ្ជិល ASH មកតាមហ្នឹងអញ្ចឹងណាខ្ញុំគ្រាន់តែចង់ ASH វាមើលខ្ញុំឥឡូវខ្ញុំបើក CMD មកទៅអញ្ចឹងខ្ញុំ clear មួយមកខ្ញុំ ASH user add pass របស់ខ្ញុំមកឃើញថាអត់តាន់ធ្លាប់ចូលនេះ yes មួយមកបាទឃើញថាដើរអញ្ចឹង clear មក user first demo ខ្ញុំហ្នឹងអញ្ចឹងខ្ញុំសាកអីគេខ្ញុំសាក more.ssh authorize key អញ្ចឹងទៅគឺវាមាននេះ add by Google នេះនឹង add ស្អីខ្លះវាមកទេនេះមាន user ពិសិដ្ឋអានេះគឺបោះខ្ញុំនៅក្នុងនេះណាអាបោះខ្ញុំ config នៅក្នុងហ្នឹងអានេះបោះ Jenkins server របស់ខ្ញុំអញ្ចឹងទៅអញ្ចឹងអត់មានអីទេម៉ាស៊ីនយើងគ្រាន់តែបង្កើតប្រើតែប៉ុណ្្នឹងបានហើយប៉ុន្តែសួរថាវាល្អនៅទេវាមានរឿងច្រើនទៀតដែលខ្ញុំបានធ្វើហើយប៉ុន្តែគាត់ថាចាំគ្រូបង្ហាញថ្ងៃបោះទៅសិតតែខ្ញុំបានធ្វើឲ្យមួយ Jinja file មួយ template អីហ្នឹងប៉ុន្តែនេះខ្ញុំធ្វើមួយ CV account ជាមួយគ្រូបង្ហាញជាមួយអឺ ADC account ឬក៏ Wix ចាំយើងធ្វើតទៀត CV account ខ្ញុំតេស្តហើយអញ្ចឹងខ្ញុំចូលមកលុបវិញមកអញ្ចឹងលុបអត់មានអីពិបាកទេ just destroy មកលុបផ្ទែកបាទអញ្ចឹង homework យើងមានតែប៉ុណ្ណឹង just destroy មកអូខេនេះអត់មាន password ទេខ្ញុំបាច់ដាក់ password ទេតែប៉ុណ្ណឹងមកគ្រាន់តែពេលដែលយើងលុបហ្នឹងវាត្រូវការពេលវេលារៀងយូរបន្តិចដោយសារយើងត្រូវលុបអាហ្នឹងអញ្ចឹងណាលុបម៉ាស៊ីនមួយមិនមែនតិចណាទាំងអស់គ្នាអញ្ចឹងយើង just destroy មក homework យើងបន្តិចដែរទេយើងអត់ទាន់មានប្រាបយើងអត់ទាន់មាន Jinja file ដើម្បីទៅautomate inventory របស់យើងដើម្បី ping all ping អីបាទនេះខ្ញុំប្រើ Jinja file ដើម្បី automate ណាអញ្ចឹងគ្រាន់តែ automate មកគឺវាមានហ្មងអានេះមិនមែនតែសេណាគឺ automate តែប្រើ template Jinja file គឺមកហ្មងខ្ញុំចេះបង្ហាញទៅធ្វើម៉េចខ្ញុំបានធ្វើអញ្ចឹងអត់មានអីទេតែប៉ុណ្ណឹងអញ្ចឹងបើយើងតែប៉ុណ្ណឹងអត់មានអីហ្មងហើយចាំខ្ញុំ push task 1នេះឲ្យលោកគ្រូដែរអញ្ចឹងនេះ Jinja file template យើងនេះស្អីគេនេះ syntax របស់វាញ៉ៃគួរសមដែរហ្នឹងស្អីខ្លះ syntax ហ្នឹងដើម្បីទៅបង្កើត template ចេះនិយាយលេងត្រួសដោយសារយើងចាំអានេះយើងចប់អញ្ចឹងអូខេយើងរួចរាល់ហើយអញ្ចឹងរួចរាល់យើងចូលមក refresh មកឃើញថាបាត់ភ្លាម first demo បាត់អញ្ចឹងអានេះសិតតែម៉ាស៊ីនដែលខ្ញុំធ្លាប់តេស្តនេះស្អីខ្លះនេះសិតធ្លាប់តេស្តខ្ញុំខ្ជិលលុបអីហ្នឹងណាអញ្ចឹង homework យើងមានតែប៉ុណ្ណឹងទេអត់មានអីច្រើនជាងហ្នឹងបងគាត់លុបទៅដាច់ connection បាទអញ្ចឹង homework ខ្ញុំមានតែប៉ុណ្ណឹងទេអរគុណលោកគ្រូហើយជំរាបលាលោកគ្រូនិងអ្នកទាំងអស់គ្នាហើយអរគុណដែលបានមើល homework ខ្ញុំលោកគ្រូជំរាបលា